បន្ទាប់មកខ្ញុំចាក់ជាមួយនឹងត្រីយើងចូលខ្ញុំឆ្លជាមួយនឹងត្រីម្ដងទៅវាឆ្ងាញ់ណាសាច់ត្រីរបស់យើងចូលជាមួយគ្រឿងល្អហើយចាក់ជាមួយនឹងបន្លែចូលបន្លែអញ្ចឹងមានដូចត្រប់ហើយនឹងអីសណ្តែកគួរពងមុនហ្នឹងយើងដាក់ចូលវិញមកដាក់បន្លែគឺយើងចូលមកចាក់ជាមួយនឹងកលីងរបស់យើងហ្នឹងចាក់ចូលទាំងអស់មកពីស្លគោយើងănឆ្អិនហើយចាក់ជាមួយនឹងគ្រឿងយើងចូលចាយកអស់គ្រឿងខ្ញុំចាក់អាចារ្យនេះដាក់ក្នុងស្លកកូរមានដូចជាល្មីដូងទឹកត្រីម្ទេសទឹកក្រូចហើយយើងដាក់គ្រឿងចូលមកទីមានដូចជាស្ករសប៊ីចេងអំបៅទឹកត្រីឬមួយក៏ប្រហុករបស់យើងខ្ញុំក្លុកចូលគ្នាហើយបន្ទាប់មកខ្ញុំចាក់ជាមួយនឹងត្រីយើងចូលខ្ញុំឆ្លជាមួយនឹងត្រីម្ដងទៅវាឆ្ងាញ់ណាហើយអញ្ចឹងខ្ញុំកូរត្រីយើងឲ្យចូលគ្រឿងដែរមកសាច់ត្រីរបស់យើងចូលជាមួយគ្រឿងល្អហើយចាក់ជាមួយនឹងបន្លែចូលបន្លែអញ្ចឹងមានដូចត្រប់ហើយនឹងអីសណ្តែកគួរហើយខ្ញុំមានជាមួយពោមានរបស់យើងកូរបន្លែយើងឲ្យចូលជាមួយគ្រឿងហ្នឹងខ្ញុំចាក់ទឹកយើងចូលហើយទឹកនេះជាមួយនឹងទឹកគ្រឿងរបស់យើងហ្នឹងយើងកលែងជាមួយគ្រឿងអស់ហ្នឹងមានទៅវាអត់គ្រឿងតែនេះស្លខ្ញុំបានពុះហើយអញ្ចឹងខ្ញុំដាក់ជាមួយនឹងត្រប់ដែលយើងបានពងមុនហ្នឹងយើងដាក់ចូលវិញមកតើមកខ្ញុំមានបន្លែខៀវយើងហ្នឹងដាក់បន្លែខៀវយើងចូលមកអស់ចាក់ជាមួយនឹងកលីងរបស់យើងហ្នឹងចាក់ចូលទាំងអស់មកយើងកូរវាឲ្យសព្វមកយើងភ្លុកអីចំពោះការភ្លុកហ្នឹងអ្នកទាំងអស់គ្នាភ្លុកគ្រឿងក្រៅហ្នឹងឲ្យត្រូវជាមួយនឹងមាត់អ្នកទាំងអស់គ្នាហើយគឺឆ្អិនហើយស្លយើងបានឆ្អិនទេគឺស្លគោយើងបានឆ្អិនហើយ